ស្អីកូនថ្នាក់ទី7ទាំងអស់គ្នាសាជាថ្មីម្ដងទៀតបាទនេះគឺជាលំហាត់បន្ថែមគឺជាលំហាត់បាទនេះលំហាត់នេះហាត់យើងគឺជាលំហាត់លេខ10នេះបាទលំហាត់លេខ10នេះនៅសភៅថ្មីនៅទំព័រទីបាទ117ឯសភៅចាស់នៅទំព័រទី116ចឹងគ្រូសុំសេប្រធានហើយគ្រូកែកជាវីដេអូបន្តទៀតសិនហើយចាំខចាំយើងគ្រូធ្វើមួយវីដេអូទៀតណាគេឲ្យបាទគេឲ្យ x ធៀប y តាមសមាមាត្រ5ធៀប9រកតម្លៃបាទរកតម្លៃនៃបាទរកតម្លៃនៃចឹងចំណុចកយើងគេឲ្យកនេះរក x បាទ72វីដេអូក្រោយក៏ដាក់ខតែម្ដងពុទ្ធប្រធាននៅដដែលទេណាបាទអញ្ចឹងបាទ x ស្មើ72ឥឡូវយើងចាប់ដើមធ្វើហាត់ដែលជាមូលដ្ឋានគ្រឹះនៃសមាត្រយើងហ្នឹងគឺយើងនេះ x ធៀប y ស្មើឬក៏តាមសមាមាត្រ5ធៀប9អញ្ចឹងយើងយកអាហ្នឹងយើងសេមកគេមានបាទ x ធៀប y ស្មើឬក៏តាមសមាមាត្រ5ធៀប9ហើយយើងសរសេរបន្តនោះក៏បានដែលដាក់គេបានក៏បានណាសរសេរ x លើ5មកតមកទៀតដែលយើងចាប់យក y លើ9វាធ្វើអញ្ចឹងណាប៉ុន្តែក៏គេប្រាប់ថាអូកន្លែងសរសេរធានខ្វះបន្តិចណាគឺបើ y ស្មើ72ឡើងហ្នឹងអញ្ចឹងយើងចាប់ដើមចំនួនបាទតម្លៃ y ចូលអញ្ចឹង y នេះមក72ចែកនឹង9អញ្ចឹងយើងចែកបដោយទៅស្មើ8មែនទេ72ចែក9 8អញ្ចឹងតិចបាន x ស្មើនឹងបោះ5ឆ្លងសញ្ញាស្មើមក5នៅភាគបែងឬក៏ចែករួចមក8ទៅជាបាទទៅជាគុណអញ្ចឹង3គុណនឹង5ហើយយើងបានចម្លើយគឺ40បាទ40អញ្ចឹងយើងឆ្លើយបានដូចនេះបាទដូចនេះ x ស្មើនឹង40ហើយបើគេឲ្យមកຂະຫນាតអីយើងដាក់ຂະຫນាតតាមហ្នឹងណាបាទបន្តថា40រៀលអានេះចេញ72រៀលអានេះដាក់40រៀលបាទនេះ72ម៉ែត្រអានេះ40ម៉ែត្រ